វាពិតជាស័ក្តិសមនឹងនិយាយពាក្យសម្ដីថាមិនថាជារឿងសមត្ថភាពពិតផែនការយុទ្ធសាស្ត្រឬក៏ជាផ្នែកក្បាច់គុណនោះទេគឺរូបអញមានលក្ខណៈលើសឯងទាំងអស់ឯងគ្រាន់តែមានសំណាងល្អបង្កើតមកមុនអញត្រឹមតែ1ឆ្នាំតែប៉ុណ្ណោះសោះនឹងព្រោះប្រសិនបើគ្មានច្បាប់ទម្លាប់ប្រពៃណីរាជវង្សទេនោះឯងក៏គ្មានឱកាសបានឡើងធ្វើជាព្រះអង្គម្ចាស់ច្បងឡើយបងប្រុសអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះរឿងរ៉ាវអំណាចមួយនេះបានធ្វើឲ្យទំនាក់ទំនងបងប្អូនរបស់ពួកយើងត្រូវកើតមានភាពឃ្លាតឆ្ងាយពីគ្នាប៉ុន្តែរូបខ្ញុំគឺមិនអាចធ្វើអ្វីបានឡើយព្រោះមេស៊ូគាបានចាជ្រើសរើសយករូបខ្ញុំឲ្យកើតមកធ្វើជាបងធំទៅហើយវាគឺជាវាសនាមួយដែលដាច់ខាតមិនអាចកែប្រែផ្លាស់ប្ដូរបានឡើយតែទោះជាយ៉ាងណាប្រសិនបើអាចធ្វើទៅរួចមែននោះរូបខ្ញុំគឺសុខចិត្តលះបង់នៅរាល់តំណែងបុណ្យស័ក្តិទាំងនេះចោលដើម្បីតែថែរក្សាការពារដល់កម្រិតចំណងមិត្តភាពបងប្អូនរបស់ពួកយើងជាក់ជាមិនខានព្រះអង្គម្ចាស់ទី2យូវែនកុងបានលបដកដង្ហើមធំរួចធ្វើរឹកពីពុតជាមានចិត្តស្រឡាញ់បងប្អូនខ្លាំងនៅលើលោកនេះតើមានមនុស្សម្នាក់ណាឲ្យប្រកាសទៅចេះដែលដាច់ខាតមិនមានចិត្តចង់ឡើងធ្វើជាកំពូលអធិរាជដឹកនាំនគរនោះដើម្បីអាចសម្រេចនៅមហិច្ឆតាបង្រួបបង្រួមដែនដីដ៏ធំធេងដែលពួកត្រកូលធំទាំង7បានខំប្រឹងប្រជែងដណ្ដើមគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលរាប់សតវត្សមកហើយនោះតើឯងប្រឹងគិតស្មានថារូបអញនឹងព្រមបណ្ដោយឲ្យឯងមកពោលពាក្យលះបង់ចោលដោយងាយៗបែបនេះមែនទេទោះបីជាស្ថិតនៅក្នុងពេលនេះរូបអញមិនទាន់មានការត្រូវការវាក៏ដោយចុះប៉ុន្តែដើម្បីមានសមត្ថភាពឡើងទៅគ្រប់គ្រងពិភពលោកទាំងមូលថែមទាំងអាចធ្វើឲ្យមនុស្សគ្រប់គ្នានៅជុំវិញត្រូវកើតមានក្តីគោរពកោតខ្លាចខ្លាំងដល់រូបអញទៀតនោះតើឯងប្រឹងគិតស្មានថារូបអញនឹងព្រមបណ្ដោយឲ្យឯងយកវាទៅគ្រប់គ្រងបានដោយងាយស្រួលអញ្ចឹងមែនទេប៉ុន្តែរូបអញគឺដាច់ខាតមិនមានការត្រូវការនៅពាក្យសម្ដីលះបង់ទៅទេទៅមីរបស់ឯងនោះឡើយព្រោះរាល់របស់របរទាំងឡាយណាដែលជារបស់អញគឺអញច្បាស់ជានឹងប្រើប្រាស់កម្លាំងសមត្ថភាពពិតដើម្បីទៅដណ្ដើមយកវាមកវិញឲ្យបានសម្រេចជាក់ជាមិនខាននៅចំខណៈពេលដែលស្ថានភាពចាប់ផ្ដើមកើតមានភាពតានតឹងចិត្តខ្លាំងស្រាប់តែមានសម្លេងដ៏សែនរីករាយមួយបានលាន់បន្លឺឡើងពីចម្ងាយថាលោកបងប្រុសទាំងពីរអើយពេលនេះប្អូនប្រុសទី3បានធ្វើដំណើរមកដល់ហើយណាភ្លាមនោះផ្ទៃដីនៅជុំវិញស្រាប់តែត្រូវកើតមានការរញ្ជួយរន្ធត់ខ្លាំងរហូតធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវកើតមានក្តីភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងចិត្តប៉ុន្តែបាតុភូតរញ្ជួយដីមួយនេះគឺវាមិនមែនកើតមានឡើងដោយសារតែឥទ្ធិពលនៃកម្លាំងធម៌ពលក្បាច់គុណរបស់គេនោះឡើយប៉ុន្តែផ្ទុយទៅវិញគឺវាបណ្ដាលមកពីទម្ងន់រូបរាងកាយដ៏ធំធាត់ខុសធម្មតារបស់គេទៅវិញសោះងាប់ហើយអញតើអាល្អិតមួយមកនឹងវាបានសម្រេចចិត្តធ្វើដំណើរត្រឡប់មកទីនេះសារជាថ្មីម្ដងទៀតហើយមែនទេគេប្រហែលជាបានបំពេញភារកិច្ចការងារសម្ងាត់តាមរាជបញ្ជារបស់ព្រះចៅអធិរាជរួចរាល់អស់ហើយហេតុនេះហើយនៅក្នុងនាមគេជាព្រះអង្គម្ចាស់ម្នាក់ប្រសិនបើគេមិនព្រមបង្ហាញខ្លួនឈរជើងនៅក្នុងពិធីដ៏ធំមួយនេះទេនោះវាច្បាស់ជារឿងដែលមានភាពមិនសមរម្យខ្លាំងណាស់ព្រះអង្គម្ចាស់ច្បងយូវែនបាវបានបញ្ញាផ្លាស់ប្ដូរទឹកមុខរបស់ខ្លួនភ្លាមរួចពោលសូមស្វាគមន៍ការត្រឡប់មកវិញរបស់ប្អូនប្រុសទី3រាងកាយដ៏ធំសម្បើមហិមាមួយបានហោះចុះមកពីលើមេឃយ៉ាងលឿនរួចហើយក៏បានលូកដៃទៅអោបក្រសោបខ្លួនព្រះអង្គជាប់យ៉ាងណែនដៃបំផុតធ្វើឲ្យមនុស្សគ្រប់គ្នានៅជុំវិញត្រូវលបកើតក្តីភិតភ័យជំនួសភ្លាមព្រះអង្គម្ចាស់ច្បងតើព្រះអង្គមិនមានកើតមាននឹងការរងគ្រោះថ្នាក់អ្វីខូចខាតដល់រូបរាងកាយទេមែនទេព្រះអង្គម្ចាស់ច្បងមានការញាប់ញ័រព្រះកាយខ្លាំងរួចពោលរូបខ្ញុំគឺមិនមានការបង្កជាបញ្ហាអ្វីធំដុំនោះឡើយព្រោះបច្ចុប្បន្នសមត្ថភាពខ្ញុំបានហក់ឡើងមកដល់កម្រិតទី9នៃការបន្សុទ្ធឆ្អឹងទៅហើយតើប៉ុន្តែទោះជាយ៉ាងណាក៏ដោយតើឲ្យវាមានសភាពមិនអីដកដង្ហើមធូរស្រាលបានដោយរបៀបណាទៅចេះបើត្រូវរងការលូកដៃមកអោបពីសំណាក់ប្អូនប្រុសបង្កើតរបស់ខ្លួនឯងដល់ថ្នាក់នឹងសោះខណៈពេលនោះកងជើងទាំងសងខាងរបស់ព្រះអង្គគឺត្រូវបានកិនជាន់លិចចូលទៅក្នុងផ្ទៃអត្តការោយ៉ាងជ្រៅព្រះអង្គប្រឹងញ័រព្រះកាយរួចកើតមានចម្ងល់សាកសួរថាប្អូនប្រុសទី3តើប្អូនស្រាប់តែមានការហក់ឡើងទម្ងន់រូបរាងកាយបន្ថែមទៀតហើយមែនទេចេះវាហាក់បីដូចជាមានសភាពពិតប្រាកដដូចជាអ្វីដែលលោកបងបានលើកឡើងអញ្ចឹងព្រោះកាលពីអំឡុងខែមុនកន្លងទៅនេះទម្ងន់របស់ខ្ញុំគឺមានត្រឹមតែ7 layout 50 pound តែប៉ុណ្ណោះប៉ុន្តែផ្ទុយទៅវិញសម្រាប់នៅក្នុងខែនេះគឺវាបានហក់ឡើងមកដល់800 pound គត់បាត់ទៅហើយគឺមានន័យថាវាគ្រាន់តែមានការហក់ឡើងត្រឹមតែ50 pound ប៉ុណ្ណោះវាពិតជាមានភាពប្រសើរខ្លាំងណាស់ប្រហែលជាមកពីបណ្ដាលមកពីការបើកការធ្វើដំណើរដ៏មានភាពនឿយហត់ខ្លាំងទើបបានជាធ្វើឲ្យទម្ងន់របស់ខ្ញុំកើតមានការហក់ឡើងយឺតយ៉ាវបែបនេះមនុស្សគ្រប់គ្នានៅជុំវិញសុទ្ធសឹងតែត្រូវកើតមានការស្រឡាំងកាំងនិងទាំងស្មារតីឈឹងភ្លាមប្អូនប្រុសទី3ម្នាក់នេះគឺពិតជាមានទេពកោសល្យខ្ពស់ខ្លាំងណាស់ក្នុងការរកវិធីបង្កើនទម្ងន់រូបរាងកាយពិតប្រាកដមែនប្អូនប្រុសទី3តើពេលនេះប្អូនអាចព្រមដោះលែងនិងចុះចេញពីលើរូបរាងកាយរបស់លោកបងបានហើយឬនៅចេះព្រះអង្គម្ចាស់ទី3យូវែនយីកើតមានចម្ងល់រួចសួរតើវាមានរឿងរ៉ាវមិនល្អស្អីកើតឡើងមែនទេលោកបងព្រះអង្គម្ចាស់ច្បងប្រឹងធ្វើទឹកមុខជូរចត់ខ្លាំងរួចពោលគឺចិត្តនឹងត្រូវបាត់ឆ្អឹងខ្នងរបស់លោកបងប្រុសឯងចោលទាំងអស់ទៅហើយមកនឹងអូបើវាពិតជាមានសភាពធ្ងន់ធ្ងរដល់ថ្នាក់នឹងមែនចូលលោកបងបញ្ញាប់ដកដង្ហើមធូរស្រាលចុះព្រះអង្គម្ចាស់ទី3បានបញ្ញាប់ចុះចេញពីលើខ្លួនគាត់ភ្លាមខ្ញុំមានសេចក្តីសូមខំប្រឹងសុំទោសលោកបងប្រុសខ្លាំងណាស់ថាតើពេលនេះលោកបងមិនមានកើតមាននៅបញ្ហាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរពិតមែនទេព្រះអង្គម្ចាស់ច្បងប្រឹងស្រែកធ្ងរឡើងទោះបីជាខ្នងរបស់លោកបងត្រូវមានសភាពកោងខុសប្លែកពីធម្មតាបន្តិចក៏ដោយចុះប៉ុន្តែដាច់ខាតគឺមិនមានការបង្កជាបញ្ហាអ្វីធំដុំឡើយវាគ្រាន់តែជារបួសចំសាច់ដុំបន្តិចបន្តួចតែប៉ុណ្ណោះសោះនឹងប៉ុន្តែស្រាប់តែនៅក្នុងគណៈពេលភ្លាមនោះមានសម្លេងលបស្រែកខ្សឹបខ្សៀវពិភាក្សាគ្នាជាច្រើនបានលាន់បន្លឺឡើងពីហ្វូងមនុស្សថាពេលនេះក្រុមកងមនុស្សរបស់ខាងវិមានជ្រលងអវជ័យបានធ្វើដំណើរមកដល់ទីនេះហើយមនុស្សគ្រប់គ្នានៅជុំវិញបានបញ្ញាប់ប្រកាសបង្វែរខ្សែភ្នែកទៅសម្លឹងមើលឃើញមានក្រុមកងមនុស្សមួយកងធំកំពុងតែបោះជំហានជើងដើរចូលមកជិតដែលត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោកម្ចាស់វិមានជ្រលងអវជ័យគូវ៉ាន់សានរីឯនៅឯត្រង់តំបន់ក្បែរនោះគឺមានវត្តមានរបស់ពួកចាស់ទុំដ៏មានអំណាចជាច្រើនអ្នកឈរអមដំណើរពីក្រោយមិនដាច់សោះរួមលាយឡំទៅដោយយុវជនម្នាក់ដ៏មានកម្លាំងធម៌ពលក្បាច់គុណខ្លាំងក្លាមហេមៀគួរឲ្យខ្លាចបំផុតហើយនៅឯផ្នែកខាងក្រោយបង្អស់ទៅទៀតនោះគឺមានជាប់នៅវត្តមានកំពូលអ្នកជំនាញក្បាច់គុណដ៏ខ្លាំងពូកែចំនួន4នាក់ឈរជើងយាមការពារដែលវាពិតជារឿងដ៏ងាយស្រួលបំផុតក្នុងការធ្វើឲ្យមនុស្សគ្រប់គ្នានៅជុំវិញត្រូវកើតមានក្តីភ័យខ្លាចខ្លាំងភ្លាម
គ្រាន់តែបានក្រឡេកមើលឃើញទម្រង់ផ្ទៃមុខរបស់ពួកគេពីព្រោះពួកគេទាំង4នាក់នោះគឺសុទ្ធសឹងតែជាកំពូលចាស់ទុំដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់វិដែលកម្រិតថ្នាក់សមត្ថភាពក្បាច់គុណរបស់ពួកគេម្នាក់ៗគឺសុទ្ធសឹងតែបានហក់ឡើងមកដល់កម្រិតបំភ្លឺសួរបាត់ទៅហើយដំបូងឡើយគឺមានចំនួន5នាក់ឯណោះប៉ុន្តែផ្ទុយទៅវិញមានចាស់ទុំម្នាក់ត្រូវរងការកំទេចសម្លាប់បាត់បង់ជីវិតចោលក្រោមបាតដៃរបស់មនុស្សមកពីខាងត្រកូលលូកាលពីមុននេះលោកម្ចាស់វិមានចលងអវជ័យអើយពួកយើងគឺពិតជាមិនបានជួបផ្ទៃមុខគ្នាយូរខ្លាំងណាស់ហើយណាព្រះអង្គម្ចាស់ច្បងយូវែនបាវបានប្រញាប់បោះជំហានជើងដើរទៅខាងមុខរួចឱនក្បាលគោរពទៅកាន់គូវ៉ាន់សានទាំងច្បាប់មារយាទល្អទៅតាមរយៈច្បាប់ទម្រង់នាគរាជទាំង9ក្នុងការរក្សាការពារខ្លោងទ្វារទាំង9នោះលុះនៅខណៈពេលដែលក្រុមកងមនុស្សរបស់រាជវង្សបានធ្វើដំណើរមកជួបជុំគ្នាអស់សពគ្រប់ហើយនោះខ្លោងទ្វារទាំង9ច្បាស់ជានឹងត្រូវបើកចំហឡើងភ្លាមដោយដាច់ខាតត្រូវតែមានវត្តមានព្រះចៅអធិរាជគង់ប្រថាប់ស្ថិតនៅត្រង់ចំណុចស្នូកណ្ដាលអមដំណើរទៅដោយក្រុមកងមនុស្សមកពីខាងត្រកូលធំទាំង7រួមជាមួយនឹងកំពូលអ្នកជំនាញកម្រិតថ្នាក់ឋានសួគ៌គ្រប់គ្នាដដែលនឹងប៉ុន្តែសម្រាប់នៅក្នុងពេលនេះដោយសារតែវាមានការបើកខ្លោងទ្វារមួយទៀតសម្រាប់ទុកទទួលស្វាគមន៍ត្រកូលលូដែលធ្លាប់តែបានលបបាត់បង់ទៅកាលពីមុននោះហើយដូច្នេះហើយពួកយើងច្បាស់ជានឹងត្រូវខំប្រឹងរៀបចំចាត់ចែងនៅទីតាំងឈរជើងថ្មីមួយសន្លឹងឲ្យមានភាពត្រឹមត្រូវជាក់ជាមិនខានឡើយព្រះអង្គម្ចាស់ច្បងពិតជាមានចរិតរឹកពីសុភាពរាបសារខ្លាំងណាស់ពិតមែនរីឯនៅឯត្រង់តំបន់ក្បែរនោះវិញព្រះអង្គម្ចាស់ទី2យូវែនកុងបានប្រឹងងើយផ្ទៃមុខរបស់គេឡើងទៅលើទាំងមានទំនុកចិត្តខ្ពស់លើខ្លួនឯងរួចពោលលោកម្ចាស់វិមានចលងអវជ័យអើយគិតគូរទៅលើពេលវេលាឆ្លងកាត់អស់រយៈពេល3ថ្ងៃពេញកន្លងមកនេះតើលោកមិនមានកើតមាននៅការរងទុក្ខលំបាកអ្វីសុខសប្បាយជាទេមែនទេប៉ុន្តែផ្ទុយទៅវិញទឹកមុខរបស់គូវ៉ាន់សានបែរជាត្រូវបានប្រែផ្លាស់ប្ដូរមកជាមានសភាពអាប់អួរខ្លាំងភ្លាមតែម្ដងគេបានប្រឹងលេចនៅស្នាមញញឹមឡើងដើម្បីជម្រាបឆ្លើយតបត្រឡប់ទៅវិញខ្សោយថារូបខ្ញុំគឺមានសភាពសុខសប្បាយជាធម្មតាប៉ុណ្ណោះបាទសូមអរព្រះគុណខ្លាំងណាស់រងចាំត្រឹមតែមួយសន្ទុះតូចទៀតប៉ុណ្ណោះខ្លោងទ្វារក្រុងច្បាស់ជានឹងត្រូវបើកចំហឡើងជាក់ជាមិនខានឡើយហេតុនេះសូមព្រះអង្គមេត្តាជួយខន្តីអត់ធ្មត់រងចាំបន្តិចចុះសកម្មភាពការងារលាក់លៀមរបស់គូវ៉ាន់សានគឺវាបានស្ដែងឲ្យឃើញយ៉ាងច្បាស់កន្លែងថាគេកំពុងតែមានបំណងចង់លាក់កំបាំងនៅរឿងរ៉ាវអាត់កំបាំងអ្វីម្យ៉ាងពិតមែនរួចលួចគិតខឹងថាអាមនុស្សល្ងងខ្លៅខ្វះការគិតគូរម្នាក់នេះតើខួរក្បាលរបស់វាចាប់ផ្ដើមកើតមានការបង្កជាបញ្ហាខូចខាតអ្វីបាត់ទៅហើយមែនទេចេះចុះហេតុអីបានជាវាព្យាយាមប្រឹងរៀបចំរឹកពីចង់ឲ្យមនុស្សគ្រប់គ្នានៅលើពិភពលោកបានលបដឹងយល់ច្បាស់ថាវាហ៊ានមានចិត្តលួចមកខុបខិតគ្នាជាមួយនឹងពួកយើងបែបនេះចេះគូវ៉ាន់សានបានលបពោលខ្សឹបឡើងមកទាំងក្តីខឹងសម្បាជាខ្លាំងខណៈពេលដែលគូហៃបានលេចនៅស្នាមញញឹមឡើងស្រាលរួចជួយនិយាយលួងលោមចិត្តថាលោកម្ចាស់វិមានអើយសូមលោកមេត្តារក្សាចិត្តឲ្យមានភាពត្រជាក់ស្រទុំជាមុនសិនទៅព្រោះដឹងទេថាប្រសិនបើវាមិនមែនមកពីការលេចចេញនៅចរិតល្ងងខ្លៅខ្វះការគិតរបស់វាបែបនេះទេនោះគឺខាងក្រុមរបស់ពួកយើងក៏ដាច់ខាតមិនព្រមលូកដៃទៅបើកការសហការងារជាមួយនឹងរូបវាដូចគ្នាដែរមកនឹងពីព្រោះដោយសារតែនៅក្នុងចិត្តខ្ញុំគឺមានបំណងចង់បានមកគ្រប់គ្រងលើរាល់អំណាចដ៏ធំធេងទាំងឡាយណាដែលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់វាតែប៉ុណ្ណោះសោះនឹងគូហៃបានសើចឡើងតិចព្រោះដឹងខ្លួនច្បាស់ណាស់ថាអាល្អិតម្នាក់នោះវាគ្រាន់តែមានចរិតចង់មកដើរអួតអាងពីអំណាចបុណ្យស័ក្តិផ្ទាល់ខ្លួនតែប៉ុណ្ណោះគូវ៉ាន់សានកើតមានក្តីមិនពេញចិត្តពេញថ្លើមជាខ្លាំងនៅក្នុងខណៈពេលដែលរាល់ចេតនាចង់សម្លាប់ទាំងឡាយត្រូវបានចាប់ផ្ដើមរលត់បាត់ទៅវិញយឺតនោះគាត់ក៏បានហើបមាត់សួរដេញដោលឡើងមកវិញថាចុះតើចំពោះផែនការសម្ងាត់ដ៏ធំរបស់ពួកយើងវិញចេះតើវានឹងមិនត្រូវទទួលរងនឹងការបែកធ្លាយព័ត៌មានទៅខាងក្រៅអស់ហើយទេមែនទេវាដាច់ខាតគឺមិនមានការបង្កជាបញ្ហាអ្វីធំដុំនោះឡើយព្រោះទោះបីជាវាត្រូវរងនឹងការបែកធ្លាយព័ត៌មានទៅខាងក្រៅពិតមែនក៏ពួកយើងមិនបាច់កើតមានចិត្តព្រួយបារម្ភដែរពីព្រោះដោយសារតែមនុស្សគ្រប់គ្នានៅលើโลกគឺសុទ្ធសឹងតែបានដឹងយល់ច្បាស់លាស់រួចជាស្រេចទៅហើយថាព្រះអង្គម្ចាស់ទី2យូវែនកុងគឺតែងតែមានចិត្តជំទាស់ខ្លាំងជានិច្ចទៅលើរឿងចង់ឲ្យព្រះអង្គម្ចាស់ច្បងឡើងទៅបើកការគ្រប់គ្រងក្រុងរាជសម្បត្តិដឹកនាំនគរនោះហើយដូច្នេះហើយសម្រាប់នៅក្នុងពេលនេះពួកយើងគឺគ្រាន់តែខំប្រឹងរៀបចំចាត់ចែងបង្កើតឲ្យពួកគេអាចឡើងមកឈរជើងធ្វើជាត្រកូលធំទី8ដើម្បីគោលបំណងចង់ជួយបង្កើតឲ្យលេចចេញនៅទម្រង់សមរភូមិត្រីកោណមួយដ៏មានភាពរឹងមាំនិងមានអំណាចខ្លាំងក្លាបំផុតតែប៉ុណ្ណោះរហូតធ្វើឲ្យដាច់ខាតគឺគ្មានអ្នកណាម្នាក់ហ៊ានមានចិត្តថ្លើមធំមកចោទដៃធ្វើសកម្មភាពអ្វីមួយប្រថុយប្រថានមកលើពួកយើងបានឡើយហើយរាល់វិធីសាស្ត្រមួយដ៏មានភាពរឹងមាំនិងមានសមត្ថភាពខ្ពស់បំផុតនោះគឺមានតែការរកវិធីលួចបើកការជ្រៀតជ្រែកចូលទៅក្នុងរាល់អំណាចដ៏ធំធេងរបស់ព្រះចៅអធិរាជតែប៉ុណ្ណោះសោះនឹងពីព្រោះដឹងខ្លួនច្បាស់ណាស់ថាបុគ្គលម្នាក់ណាដែលអាចមានសំណាងល្អទទួលបានមកវិញនៅរាល់ការគ្រប់គ្រងយ៉ាងពេញទំហឹងពីសំណាក់កំពូលអធិរាជនាពេលអនាគតហើយនោះគឺរូបគេច្បាស់ជានឹងអាចមានសមត្ថភាពខ្ពស់ក្នុងការឡើងទៅក្តាប់ក្តាប់យកនៅរាល់អំណាចកំពូលទាំងអស់ដែលស្ថិតនៅក្នុងអាណាចក្រធានវូជាក់ជាមិនខានហើយលុះនៅពេលដែលពួកយើងអាចមានសមត្ថភាពចុះដៃកំចាត់ចោលនៅរាល់ការគំរាមកំហែងដ៏គ្រោះថ្នាក់ទាំងអស់បានសម្រេចអស់ហើយនោះចូលពួកយើងប្រញាប់រកវិធីទម្លាក់ព្រះចៅអធិរាជចោលភ្លាមរួចហើយរាល់ដែនដីដ៏ធំល្វឹងល្វើយទាំងអស់នេះវាច្បាស់ជានឹងត្រូវធ្លាក់មកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ពួកយើងជាក់ជាមិនខានឡើយគូពីរវ៉ាន់សានបានលបគិតគូរដេញដោលនៅក្នុងចិត្តអស់មួយសន្ទុះធំរួចហើយក៏បានប្រញាប់ងក់ក្បាលយល់ព្រមទៅតាមភ្លាមព្រោះមានចរិតជឿជាក់ខ្ពស់ទៅលើរាល់ពាក្យពេចន៍បកស្រាយពន្យល់ដ៏មានហេតុផលត្រឹមត្រូវរបស់គូហៃលុះនៅពេលដែលបានប្រកាសបង្វែរកសែភ្នែកទៅសម្លឹងមើលទៅកាន់វត្តមានរបស់ព្រះអង្គម្ចាស់ទី2យូវែនកុងដែលកំពុងតែលេចចេញនៅចរិតល្ងងខ្លៅខ្វះការគិតគូរវែងឆ្ងាយម្នាក់នោះដដែលជាពិសេសគឺទៅលើកម្រិតភាពក្រអឺតក្រទមនិងមានមហិច្ឆតាខ្ពស់ខុសពីធម្មតារបស់គេនោះឯងខណៈនោះព្រះអង្គម្ចាស់ច្បងបានបើកការព្រមានឡើងថាប្អូនប្រុសទី2តើពេលនេះប្អូនពិតជាបានលួចបំភ្លេចចោលអស់បាត់ទៅហើយមែនទេនៅរាល់ពាក្យពេចន៍ដាស់តឿនព្រមានរបស់ព្រះចៅអធិរាជជាព្រះបិតានោះចេះ
ព្រោះដឹងទេថានៅក្នុងនាមពួកយើងជាសមាជិកដ៏ខ្ពង់ខ្ពស់របស់ក្រុមគ្រួសាររាជវង្សគឺពួកយើងដាច់ខាតមិនគួរណានាំខ្លួនទៅបើកការស្និទ្ធស្នាលជ្រុលហួសហេតុជាមួយនឹងពួកត្រកូលធំទាំង7ពេកនោះឡើយព្រះអង្គម្ចាស់ទី2យូវែនកុងកើតមានក្តីមិនពេញចិត្តពេញថ្លើមជាខ្លាំងនៅក្នុងខណៈពេលដែលបានសម្លឹងមើលឃើញគូវ៉ាន់សានបានបើកការធ្វើដំណើរចាក់ចេញទៅបាត់នោះគេតបលោកបងគឺជាអ្នកមានសំណាងល្អត្រូវបានគេតែងតាំងឲ្យឡើងធ្វើជាអ្នកស្នងមរតកដ៏ស្របច្បាប់ទៅហើយតើហេតុនេះហើយវាពិតជារឿងធម្មតាធម្មជាតិទូទៅខ្លាំងណាស់ដែលលោកបងដាច់ខាតត្រូវតែខំប្រឹងធ្វើសកម្មភាពគ្រប់យ៉ាងទៅតាមព្រះរាជបញ្ជារបស់ព្រះបិតាប៉ុន្តែសម្រាប់រូបខ្ញុំវិញគឺមានភាពខុសប្លែកពីលោកបងដាច់ស្រឡះតើឲ្យរូបខ្ញុំអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទៅបើកការដណ្ដើមយកនៅរាល់របស់របរទាំងឡាយណាដែលធ្លាប់តែជារបស់រូបខ្ញុំផ្ទាល់ឲ្យត្រឡប់មកវិញបានដោយរបៀបណាទៅចេះប្រសិនបើរូបខ្ញុំដាច់ខាតមិនព្រមបើកចិត្តទទួលយកនៅរាល់ការជួយជ្រោមជ្រែងនិងការគ្រប់គ្រងយ៉ាងពេញទំហឹងពីសំណាក់ក្រុមកងកម្លាំងធម្មពលខាងក្រៅផ្សេងទៀតនោះព្រះអង្គម្ចាស់ទី2យូវែនកុងគឺពិតជាមិនបានមានការកើតមាននៅចិត្តលាក់បាំងនៅរាល់មហិច្ឆតាដ៏ធំធេងរបស់ខ្លួនប្រាប់ទៅកាន់លោកបងរបស់ខ្លួនឡើយខណៈនោះព្រះអង្គម្ចាស់ទី3យូវែនយីបានប្រញាប់ប្រញាល់ហើបមាត់ជួយនិយាយឡើងកាត់ភ្លាមថាប្អូនប្រុសទី2អើយសកម្មភាពការងារនិងពាក្យសម្ដីរបស់ឯងសម្រាប់នៅក្នុងលើកនេះគឺវាពិតជាមានសភាពជ្រុលហួសហេតុខ្លាំងពេកហើយដឹងទេចេះព្រោះឯងមិនត្រឹមតែហ៊ានមានចិត្តថ្លើមធំមកប្រើប្រាស់ពាក្យសម្ដីវាសង្កត់ជិះជាន់លើលោកបងប្រុសច្បងប៉ុណ្ណោះទេប៉ុន្តែឯងថែមទាំងហ៊ានលាតត្រដាងបង្ហាញពីចរិតខ្វះការគោរពកោតខ្លាចចំពោះព្រះរាជបញ្ជាដាច់ខាតរបស់ព្រះបិតាថែមទៀតផងចូលឯងរងចាំមើលទស្សនវិជ្ជាជាក់ស្ដែងសិនចុះព្រោះរូបខ្ញុំច្បាស់ជានឹងប្រញាប់ធ្វើដំណើរទៅជម្រាបប្តឹងរាយការណ៍ពីទង្វើខុសឆ្គងរបស់ឯងជូនទៅដល់ព្រះចៅអធិរាជឲ្យបានដឹងឮភ្លាមជាក់ជាមិនខានឡើយប៉ុន្តែលុះនៅពេលដែលបានក្រឡេកខ្សែភ្នែកសម្លឹងមើលទៅឃើញទីតាំងដ៏វែងឆ្ងាយមួយកន្លែងភ្លាមគាត់ក៏ស្រាប់តែត្រូវបញ្ឈប់នៅរាល់ពាក្យពេចន៍សម្ដីនិយាយស្ដីរបស់ខ្លួនផ្លែតវិញពេលនេះក្រុមកងមនុស្សរបស់ខាងវិមាននាគឹសបានធ្វើដំណើរមកដល់ទីនេះហើយតើនាងតូចគីងឆឹងអើយទីបំផុតប្អូនស្រីបានព្រមធ្វើដំណើរមកដល់ទីនេះហើយមែនទេដឹងទេថារូបលោកបងប្រុសម្នាក់នេះគឺបានមកឈររងចាំជួបផ្ទៃមុខដ៏ស្រស់ស្អាតរបស់ប្អូនស្រីអស់រយៈពេលជាយូរណាស់មកហើយណាព្រះអង្គម្ចាស់ទី3យូវែនយីបានប្រឹងប្រែងបកស្រាយពន្យល់ឡើងនៅក្នុងខណៈពេលដែលបានសម្លឹងមើលឃើញមានវត្តមានរបស់នារីដ៏មានរូបរាងកាយស្រស់ស្អាតម្នាក់កំពុងតែបោះជំហានជើងដើរចូលមកជិតដែលត្រូវបានដឹកនាំក្រុមកងមនុស្សដោយផ្ទាល់ពីសំណាក់លោកម្ចាស់វិមានឡុងសៀវហ្វៃព្រមទាំងមានពួកចាស់ទុំដ៏មានអំណាចជាច្រើននាក់ដើរអមដំណើរពីក្រោយមិនដាច់សោះរួមលាយឡំទៅដោយវត្តមានរបស់កម្ពុជាចាស់ទុំដ៏មានសមត្ថភាពខ្ពស់ទាំង5នាក់ដែលជាបុគ្គលសំខាន់ស្ថិតនៅក្នុងក្រុមចាស់ទុំថែរក្សាពិសោមាសហើយនៅឯផ្នែកខាងក្រោយបង្អស់ទៅទៀតនោះគឺមានជាប់នៅវត្តមានរបស់ពួកក្រុមសិស្សវ័យក្មេងៗចំនួនក្រោយជាច្រើននាក់ដែលនៅក្នុងនោះគឺមានរួមបញ្ចូលទាំងវត្តមានរបស់នាងតូចគីងឆឹងដ៏មានរូបឆោមលោមពណ៌ស្រស់ស្អាតដែលព្រះអង្គម្ចាស់ទី3យូវែនយីតែងតែលួចកើតចិត្តស្រឡាញ់ខ្លាំងកន្លងមកនោះឯងលុះនៅចំខណៈពេលដ៏ល្អដែលបានក្រឡេកមើលឃើញផ្ទៃមុខរបស់គីងឆឹងភ្លាមព្រះអង្គម្ចាស់ទី3យូវែនយីក៏មិនបានបង្អង់ពេលវេលាយូរឡើយគេបានប្រញាប់ប្រញាល់បោះជំហានជើងសម្ដៅត្រង់ទៅបើកការស្វាគមន៍ភ្លាមគេបានខំប្រឹងដើរទៅឈរនៅត្រង់ក្បែរខ្លួននាងរួចសួរដេញដោលឡើងទាំងក្តីបារម្ភថាប្អូនស្រីអើយតើប្អូនស្រាប់តែមានការហក់ឡើងទម្ងន់រូបរាងកាយបន្ថែមទៀតហើយមែនទេចេះគីងឆឹងបានត្រឹមតែលួចជ្រួញចិញ្ចើមទាំងសងខាងរបស់នាងចូលគ្នាខ្លាំងដោយដាច់ខាតមិនព្រមហើបមាត់ឆ្លើយតបសម្ដីអ្វីមួយឃ្លាត្រឡប់ទៅវិញឡើយប្អូនស្រីគីងឆឹងអើយតើកន្លងមកនេះនៅក្នុងចិត្តរបស់ប្អូនស្រីធ្លាប់កើតមានចិត្តលួចនឹកគិតដល់រូបលោកបងខ្លះទេចេះព្រះអង្គម្ចាស់ទី3យូវែនយីបានលូកដៃទៅជូតនៅរាល់ដំណក់ញើសទាំងឡាយដែលកំពុងតែហូរដាមពេញបាតដៃរបស់ខ្លួនមិនឈប់ដោយនៅលើផ្ទៃមុខរបស់គេគឺបានស្ដែងលាតត្រដាងឡើងនៅកម្រិតភាពអៀនខ្មាស់ខ្លាំងខុសពីធម្មតាខណៈដែលគីងឆឹងពោលព្រះអង្គម្ចាស់អើយសូមព្រះអង្គមេត្តាជួយរក្សានៅរាល់កម្រិតសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់ផ្ទាល់ខ្លួនរបស់ព្រះអង្គឲ្យបានល្អផងចុះព្រោះកាលពីមុនមកនេះរូបខ្ញុំគឺធ្លាប់បានបកស្រាយជម្រាបប្រាប់យ៉ាងច្បាស់លាស់រួចរាល់អស់ហើយតើថានៅក្នុងជំរឿចិត្តពិតប្រាកដរបស់ខ្ញុំគឺវាត្រូវបានកើតមានម្ចាស់ចិត្តថែរក្សាការពាររួចជាស្រេចទៅហើយហើយដូច្នេះសូមព្រះអង្គដាច់ខាតកុំមកបើកការរំខានដល់អារម្មណ៍របស់ខ្ញុំទៀតអីលុះពោលដាច់ពាក្យសម្ដីមឹងម៉ាត់រួចរាល់ភ្លាមគីងឆឹងក៏បានប្រញាប់ងាកផ្ទៃមុខចាក់ចេញទៅបាត់ផ្លេតដោយនាងគឺមិនទាំងព្រមខំប្រឹងបង្វែរក្រសែភ្នែកមកសម្លឹងមើលមុខព្រះអង្គម្ចាស់ទី3សូម្បីតែបន្តិចឡើយនៅក្នុងចិត្តរបស់លោកបងគឺលបដឹងយល់ច្បាស់ណាស់ថាមនុស្សដែលស្ថិតនៅក្នុងជំរឿចិត្តរបស់ប្អូនស្រីម្នាក់នោះគឺមាននាមសម្គាល់ច្បាស់លាស់ថាជូហ្វានដែលជាមនុស្សមកពីខាងត្រកូលលូមែនទេចេះប៉ុន្តែរឿងរ៉ាវទាំងអស់នោះគឺរូបគេធ្លាប់បានចេញមុខមកធ្វើការបកស្រាយពន្យល់នៅរាល់ហេតុផលគ្រប់យ៉ាងអស់សពគ្រប់ទៅហើយតើថាកាលពីខណៈពេលនោះរូបគេគឺគ្រាន់តែចង់ខំប្រឹងធ្វើរឹកពីធ្វើពុតជាខែលយាមការពារដ៏រឹងមាំម្នាក់ដើម្បីជួយថែរក្សាសុវត្ថិភាពរបស់ប្អូនស្រីឲ្យរួចផុតពីកណ្ដាប់ដៃរបស់លោកបងតែប៉ុណ្ណោះសោះនឹងម្យ៉ាងវិញទៀតពួកយើងទាំងពីរនាក់គឺសុទ្ធសឹងតែជាបងប្អូនដែលធ្លាប់បានលុតជង្គង់ចុះដៃស្បត់សច្ចាជាមួយគ្នារួចរាល់អស់ហើយហេតុនេះគេដាច់ខាតគឺមិនហ៊ានមានចិត្តថ្លើមធំមកលួចក្បត់ចិត្តលោកបងប្រុសម្នាក់នេះឡើយចូលប្អូនស្រីកើតមានចិត្តសប្បាយរីករាយចុះព្រោះដឹងច្បាស់ណាស់ថារូបគេគឺមិនបានកើតមាននៅចេតនាឬមានចិត្តស្រឡាញ់អ្វីជ្រាលជ្រៅជាមួយនឹងប្អូនស្រីឡើយព្រះម្ចាស់ទី3យូវែនយីបានប្រឹងលិចនៅស្នាមញញឹមឡើងបែបល្ងងដើម្បីជួយបកស្រាយពន្យល់សម្រាប់ស្ថានភាពចុះប្រសិនបើរាល់ពាក្យពេចន៍សម្ដីបកស្រាយគ្រប់យ៉ាងដែលរូបគេបាននិយាយមកនោះវាសុទ្ធសឹងតែជារឿងពិតប្រាកដជាក់ស្ដែងទៅវិញចេះគីងឆឹងបានប្រកាសបង្វែរខ្សែភ្នែកមកសម្លឹងមើលចំផ្ទៃមុខរបស់គេភ្លាមខណៈដែលទឹកដមសម្លេងរបស់នាងគឺមានសភាពស្ងប់ស្ងាត់ខ្លាំងខុសប្លែកពីធម្មតាព្រះម្ចាស់ទី3យូវែនយីស្រឡាំងកាំងនិងកាំងស្មារតីឈឹងភ្លាមតែម្ដងដោយសារតែព្រះអង្គបានលបមើលឃើញយ៉ាងច្បាស់ពីកម្រិតភាពសោកសៅនិងក្តីឈឺចាប់ខ្លាំងដែលលាក់បង្កប់នៅក្នុងកែវភ្នែកទាំងសងខាងរបស់គីងឆឹងនាងគឺមិនបានមានការកើតមាននៅចិត្តចង់ហើបមាត់ពោលពាក្យសម្ដីអ្វីមួយឃ្លាតទៅទៀតឡើយនាងបានត្រឹមតែបោះជំហានជើងដើរតាមពីក្រោយក្រុមកងមនុស្សរបស់ខ្លួនទៅដោយភាពស្ងៀមស្ងាត់បំផុតរួចហើយក៏បានដើរលបបាត់ស្រមោលចូលទៅឯផ្នែកខាងក្នុងនៃខ្លោងទ្វារក្រុងដ៏ធំមួយនោះបាត់ស្រមោលឈឹង
ព្រះអង្គម្ចាស់ទី3បានត្រឹមតែឈរថ្មឹងស្ថិតនៅត្រង់ទីតាំងមួយនោះម្នាក់ឯងទាំងក្នុងចិត្តគឺខំប្រឹងលូននឹកគិតទៅលើរាល់រឹកពីដ៏គួរឲ្យចម្លែកចិត្តរបស់គីងឆឹងទៅដោយភាពវង្វេងវង្វាន់ស្មារតីជាខ្លាំងអស់រយៈពេលត្រឹមតែមួយសន្ទុះធំក្រោយមកក្រុមកងមនុស្សមកពីខាងត្រកូលធំៗដទៃទៀតក៏បានបើកការធ្វើដំណើរមកដល់ទីតាំងព្រះបរមរាជវាំងដូចគ្នាដែលនៅក្នុងនោះគឺមានរួមបញ្ចូលទាំងក្រុមកងមនុស្សរបស់វិមានផ្កាជ្រូកវិមានស្ដេចឱសថរួមលាយឡំទៅដោយខាងត្រកូលព្រៃរហ័សឈរជើងយាមការពារដែលម្នាក់ៗគឺសុទ្ធសឹងតែបានចាត់ចែងឲ្យមានវត្តមានរបស់ពួកចាស់ទុំដ៏មានអំណាចនិងអ្នកខ្លាំងពូកែចំនួន4រូបឈរជើងយាមការពារយ៉ាងម៉ត់ចត់បំផុតលើកលែងតែខាងភាគីក្រុមមនុស្សរបស់វិមានផ្កាជ្រូកតែម្ខាងតែប៉ុណ្ណោះដែលមានវត្តមានកម្ពុជាអ្នកជំនាញឈរជើងការពារត្រឹមតែចំនួន3រូបសោះនឹងទោះជាយ៉ាងណាក៏ដោយមនុស្សគ្រប់គ្នានៅជុំវិញទីលានប្រកួតស្រាប់តែបាននាំគ្នាបង្វែរខ្សែភ្នែកទៅចាប់អារម្មណ៍ខ្ពស់ទៅលើវត្តមានរបស់ក្រុមកងមនុស្សម្នាក់ទៀតភ្លាមដែលជាក្រុមគ្រួសារដ៏មានឥទ្ធិពលមួយចិត្តនឹងត្រូវឡើងមកក្តោបក្តាប់តំណែងជាត្រកូលធំទី8ពលគឺត្រកូលលូនេះឯងមនុស្សម្នាទាំងឡាយបាននាំគ្នាបង្វែរក្រសែភ្នែកទៅសម្លឹងមើលតែផ្នែកខាងក្រោយខ្នងជានិច្ចដែលស្ថិតនៅត្រង់ទីតាំងមួយដែលមានយុវជនម្នាក់កំពុងតែលាក់លៀមរូបរាងកាយបេះដូងរបស់គេគឺកំពុងតែលុតកញ្ជ្រោលឡើងញាប់ពីខ្លាំងខុសពីធម្មតាព្រោះដឹងខ្លួនថាគឺរូបគេធ្លាប់បានលបលើព័ត៌មានលេចឮមកថាជនកម្ពុជាអ្នកគ្រប់គ្រងកិច្ចការងារទូទៅរបស់ត្រកូលលូគឺមានទម្រង់រូបរាងកាយនិងផ្ទៃមុខដ៏មានសភាពសង្ហាខ្លាំងអស្ចារ្យណាស់ហេតុនេះហើយទើបបានជាពួកគេម្នាក់ៗកើតមានចិត្តចង់កលេចមើលឃើញផ្ទៃមុខដ៏ពិតប្រាកដរបស់គាត់ខ្លាំងណាស់តើតាមពិតទៅរូបគេគឺជាបុគ្គលម្នាក់ណាឲ្យប្រកាសទៅចេះគេបានប្រឹងរអ៊ូរទាំឡើងនៅក្នុងជំរឿចិត្តទាំងខ្សែភ្នែកសម្លឹងមើលទៅចំពីមុខមិនដាក់ភ្នែកឡើយដំបូងឡើយរូបអញធ្លាប់លបនឹកស្មានដឹងទុកជាមុនថាត្រកូលធំទី8មួយមកនឹងវាពិតជាមានកម្លាំងធម៌ពលក្បាច់គុណខ្លាំងក្លាហិមាគួរឲ្យខ្លាចខ្លាំងណាស់ប៉ុន្តែផ្ទុយទៅវិញពួកគេបែរជាមានចរិតមកពឹងផ្អែកខ្ពស់ទៅលើវត្តមានរបស់បុគ្គលដ៏ខ្លាំងពូកែត្រឹមតែម្នាក់គត់បែបនេះទៅវិញសោះព្រះអង្គម្ចាស់ទី2យូវិនកុងបានលបបើកការកលេចមើលទៅកាន់ពួកគេដោយខ្សែភ្នែកដ៏ត្រជាក់សន្ទុំរួចស្រែកសើចចំអកលកលុយឡើងភ្លាមលោកបងប្រុសអើយសូមលោកបងដាច់ខាតកុំទាន់ឲ្យមានចិត្តប្រញាប់ប្រញាល់ដើរទៅបើកការវិនិច្ឆ័យវិតម្លៃទៅលើកម្លាំងសមត្ថភាពពិតរបស់ពួកគេលឿនពេកអីចៅហ្វាយពីព្រោះដឹងទេថាទោះបីជាបច្ចុប្បន្នខាងក្រុមតកូលលូពួកគេនៅមានការលាក់ផ្ទុកនៅកម្លាំងធម៌ពលក្បាច់គុណក្នុងកម្រិតតិចតួចស្ទួយស្ដើងនៅឡើយក៏ដោយចុះប៉ុន្តែពួកគេគឺពិតជាមានលក្ខណៈសម្បត្តិពិសេសអស្ចារ្យខ្លាំងណាស់ដែលអាចមានលទ្ធភាពរកវិធីអូសទាញឲ្យតកូលរបស់ខ្លួនកើតមានការរីកចម្រើនលោតផ្លោះខ្លាំងនៅក្នុងអំឡុងពេលត្រឹមតែ10ឆ្នាំពេញមកនឹងសោះព្រះអង្គម្ចាស់ទី3យូវិនយីបានប្រញាប់ប្រញាល់បោះជំហានជើងធ្វើដំណើរត្រឡប់មកឈរជើងនៅត្រង់តំបន់ក្បែរខ្លួនរបស់ព្រះអង្គម្ចាស់ទី2យូវិនកុងវិញដដែលដោយដាច់ខាតមិនមានអ្នកណាម្នាក់លបចាប់អារម្មណ៍មើលដឹងឡើយ